ទាំងអស់គ្នាមានដឹងទេថាហេតុអីបានជាផ្ទះរបស់យើងគួរតែមានដើមឈើជ័រឬក៏ដើមឈើធម្មជាតិមិនថាជ័រមិនថាធម្មជាតិទេគឺតែងតែមានផ្ដល់នូវផលប្រយោជន៍ដល់ផ្ទះរបស់យើងអញ្ចឹងយើងមកដឹងនៅគុណប្រយោជន៍របស់រុក្ខជាតិទាំងអស់គ្នាសម្រាប់រុក្ខជាតិកាលពីយើងធ្លាប់រៀនគឺរុក្ខជាតិជួយច្រើនខ្លាំងមែនទែននៅពេលថ្ងៃគឺវាស្រូបយកកាបូនកាបូនិកដើម្បីបំបត្តិនៅបរិយាកាសមិនល្អឧស្ម័នជាតិពុលអញ្ចឹងក៏ដូចគ្នាដែរក្នុងផ្ទះរបស់យើងនៅក្នុងបន្ទប់របស់យើងគឺតែងតែមាននៅឧស្ម័នពុលជាច្រើនអញ្ចឹងគឺយើងគួរតែដាក់ដាំរុក្ខជាតិហើយក៏មានការជួយច្រើនទៀតដែរចំពោះទៅលើកសម្រស់ឲ្យផ្ទះរបស់យើងបានស្អាតហើយបន្ថែមបង្កើតអុកស៊ីហ្សែនឲ្យផ្ទះយើងវាមានខ្យល់អាកាសបរិសុទ្ធព្រោះដោយសារតែដើមឈើគឺវាដូចខ្ញុំបញ្ជាក់ហ្នឹងគឺវាស្រូបយកសារធាតុពុលអញ្ចឹងគឺវានឹងបន្សុទ្ធខ្យល់ឲ្យយើងមកជាឧស្ម័នអុកស៊ីហ្សែននៅផ្ទះរបស់យើងបានច្រើនហើយក៏វាជួយឲ្យផ្ទះរបស់យើងហ្នឹងវាមានភាពត្រជាក់វាមានសីតុណ្ហភាពត្រជាក់ហើយវាស្អាតជួយឲ្យអារម្មណ៍ស្រស់ស្រាយនៅពេលដែលយើងមកដល់ផ្ទះគឺឃើញថាផ្ទះយើងស្អាត